បន្តមកទៀតគឺយើងនឹងធ្វើអាកាច់កោងនេះអញ្ចឹងអាហ្នឹងគឺយើងនឹងធ្វើនៅក្នុង Atlas ហើយខ្ញុំយក curvature tool ដើម្បីយកមកធ្វើអាហ្នឹងអញ្ចឹងយើងធ្វើពីលើចុះមកក្រោមចេះអញ្ចឹងតិចនេះកន្លែងនេះគឺខ្ញុំចូលចិត្ត pin វានៅកន្លែងណាដែលជាចុងនៃអាកន្លែងកោងហ្នឹងអញ្ចឹងខ្ញុំ pin កន្លែងហ្នឹងមួយមកគឺវាកោងឲ្យចឹងកន្លែងនេះគឺជាចុងនៃកន្លែងកោងទៀតគឺខ្ញុំនឹងដាក់វាទៅនឹងមួយទៀតហើយកន្លែងនេះគឺជាចុងមួយដែរខ្ញុំដាក់កន្លែងហ្នឹងមួយដែរចឹងឥឡូវនេះគឺវាបាំងអីដើម្បីកុំឲ្យវាបាំងគឺយើងបិទ fill ចោលសិនមកហើយកន្លែងនេះគឺចុងមួយទៀតយើង pin ទៅនឹងមួយទៀតចឹងនៅពេលដែលយើងហើយយើងអាចចុច escape ក៏បានយើងអាចចុចទៅលើ move tool ក៏បានដែរបន្តមកទៀតគឺយើងនឹងដាក់ stroke ឲ្យវាហើយខ្ញុំដាក់ពណ៌សខ្ញុំ break size វាបន្តិចមកអូខេប៉ុណ្្នេះចុះយើងចុចទៅនេះមកដាក់រៀងកោងប៉ុណ្្នេះមកគ្នាយើងឃើញថាផុសគេវាមានធំហើយមករៀងទូចឹងទៅអាហ្នឹងគឺខ្ញុំនឹងប្រាប់វិធីសាស្ត្រ2ដើម្បីក្នុងការធ្វើចឹងកន្លែងនេះគឺយើងធ្វើឲ្យវាដូចទ្រង់ទ្រាយគេសិនចឹងរបៀបដែលយើងអាចបរិចបរួមទំហំ stroke របស់យើងនឹងបានគឺមានវិធីសាស្ត្រ2ចឹងវិធីសាស្ត្រទី1គឺគ្នាយើងអាចយក tool មួយនេះមានឈ្មោះថា whip tool ហើយកន្លែងហ្នឹងគឺយើងឃើញកន្លែងណាធំយើងចុចលើ point វាមកទាញវាស៊ីវាធំហើយចឹងកន្លែងណាដែលយើងចង់ឲ្យវាទូចយើងអាចចុចលើវាហើយបរួមឲ្យវាទូចមកកន្លែងនេះចឹងយើងបរួមវាទូចវិញមកហើយចុងក្រោយនេះយើងអាចបរួមវាទូចចឹងមកនេះគឺជារបៀបទី1ដែលយើងអាចធ្វើវាបានអញ្ចឹងកន្លែងនេះគឺខ្ញុំនឹងធ្វើតាមវិធីសាស្ត្រមួយទៀតដែលយើងបានទាំងទំហំឲ្យវាទូចធំជាមួយនឹង gradient ក្នុងពេលតែមួយយកមកចូលទៅកាន់ rectangle ចុចជាប់មកយើងយក ellipse tool គូរវងមួយមកអញ្ចឹងខ្ញុំគូរធំទៀតមកគ្នាយើងស្រួលមើលខ្ញុំ duplicate វា3ដងអញ្ចឹងកន្លែងនេះគឺខ្ញុំនឹង pick color ចុចអក្សរ I មក pick color នេះមួយអាទី2គឺខ្ញុំចុច pick color នេះមួយទៀតហើយទី3គឺយើងនឹង pick color ដូចគ្នាបន្តមកទៀតគឺយើង select អា3ហ្នឹងមកយើងយក tool មួយនេះដែលមានឈ្មោះថា blend ឬគឺចុច W មកចុច1 2 3អញ្ចឹងយើងចង់ឲ្យ gradient នេះចូលមកក្នុងនេះអញ្ចឹងដើម្បីធ្វើអញ្ចឹងគឺយើង select ទាំងពីរហ្នឹងមកយើងចូលទៅកាន់ option យើងយកពាក្យថា blend ហើយ replace spline វងមូលដែលយើងបានធ្វើមកហ្នឹងគឺវានឹងចូលមកក្នុងនេះហើយអញ្ចឹងក្នុងហ្នឹងនៅពេលដែលយើងធ្វើហើយគឺយើងអាចបរិចបរួមអញ្ចឹងបានណាយើងចុច shift ហើយយើងចុច alt ផងយើងបរួមអញ្ចឹងមកឃើញអត់អញ្ចឹងនេះខ្ញុំចង់ឲ្យវាធំអញ្ចឹងខ្ញុំអាចបរិចវាធំឥឡូវនេះគឺគ្នាយើងឃើញថាវាឃើញរៀងកលាក់ចេះដោយសារតែវាជាវងហើយចំនួនអាហ្នឹងហៅ step វាអត់តន់គ្រប់អញ្ចឹងយើងចុចទៅលើវាហ្នឹងមកទាំង3ហ្នឹងមកហើយយើងចូលមកកាន់កន្លែងនេះដោយសារតែយើងប្រើវាគឺយើងអាចចុចនៅលើនឹងបានយើងយក specific step ហើយយើងតម្លើងលេខហ្នឹងឲ្យច្រើនមកខ្ញុំដាក់500ទៅអញ្ចឹងគ្នាយើងឃើញថាវា smooth ហើយអញ្ចឹងកុំដាក់ច្រើនពេកចាត់កាំងកុំព្យូទ័របានហើយគឺគ្នាយើងអាចសេរីវាបានដូចគ្នាយើងឃើញកន្លែងនេះអញ្ចឹងយើងអាចប្រើ curvature tool តម្លើងមិញមកយើងចុចលើវាមកហើយយើងអាចទាញវាបានបន្ទាប់ពីបានហើយគឺយើងនឹងទាញវាចូលទៅកាន់ Photoshop យើងវិញ